Hello សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំបាទ Mr. Long ម្ដងទៀតហើយបាទថ្ងៃនេះគឺយើងមកលេង block ព្រោះទៀតហើយគឺនៅក្នុង Edgefor ទី16បាទបើសិនជាអ្នកគ្នាអត់បានមើលជាមួយនឹង Edgefor ទី13ទេកុំភ្លេចទៅមើលផងលេងខ្ញុំដាក់នៅខាងក្រោម description បាទព្រោះនៅក្នុង Edgefor នោះគឺយើងធ្វើដំណើរមកដល់អាកោះ PP ហ្នឹងឯងកោះនៃការប្រយុទ្ធហើយយើងនឹងចាក់ចេញពីកោះហ្នឹងនៅក្នុង Edgefor ទី16ទៅកាន់កោះថ្មីបាទអញ្ចឹងកុំឲ្យវែងឆ្ងាយយូរតោះយើងចាប់ដើមទៅទាំងអស់គ្នាទៅបាទឥឡូវខ្ញុំធ្វើការមើលជាមួយនឹងព្រៃវិស័យរបស់ខ្ញុំហ្នឹងគឺគេឲ្យយើងធ្វើដំណើរទៅកាន់កោះថ្មីបាទអញ្ចឹងគឺយើងធ្វើដំណើរទៅដល់គ្នាបាទហើយកោះហ្នឹងគឺជាកោះលំដាប់កំពូលនៅក្នុងសមុទ្រទី1ហ្នឹងឯងបាទកោះហ្នឹងគឺជាកោះភ្នំភ្លើងបាទគឺយើងលើកោះហ្នឹងមិនបានជាកោះលំដាប់កំពូលបាទអ្នកគ្នាទៀតនឹងដឹងហើយថាកោះហ្នឹងវាយ៉ាងម៉េចបាទកោះហ្នឹងគឺវាប្រវាក់ហ្វាមខ្លាំងមែនទែនខ្ញុំទៅគឺឈឺក្បាលតែម្ដងបាទគឺវាក់ហ្វាមបាទហ្នឹងហើយគឺវាក់ហ្វាមខ្លាំងកោះហ្នឹងបាទសិនជាមកដល់កោះហ្នឹងហើយបងឲ្យតែចាញ់ពីកោះហ្នឹងលឿនទេបាទខ្ញុំនៅកោះហ្នឹងដូចជាប់គុកក្នុងកោះហ្នឹងអញ្ចឹងគឺវាធានាហ្វាមមែនទែនដែរហ្វាយគឺដោយសារតែកូនចៅគឺវាវាយយើងត្រូវណាគ្នាយ៉ាងកូនចៅវាប្រើហាគីបាទហើយខ្ញុំអត់ទាន់មានវីដេអូដែលនិយាយអំពីហាគីនឹងទៀតបាទចាំមើលខ្ញុំឆ្លៀតពេលទនេតិចគឺខ្ញុំនឹងធ្វើវីដេអូដែលនិយាយអំពីហាគីនិង fruit ឲ្យអ្នកគ្នាងាយស្រួលក្នុងការលេង block fruit បាទព្រោះខ្ញុំត្រូវធ្វើយូរអាវីដេអូអំពីហាគីហ្នឹងតែភ្លេចអ្នកគ្នាវក់លេង block fruit ភ្លេចធ្វើវីដេអូហ្នឹងបាត់ទេចាំមើលពេលដែលខ្ញុំទនេបន្តិចទៀតខ្ញុំឆ្លៀតពេលបន្តិចដើម្បីមកធ្វើវីដេអូហ្នឹងបាទព្រោះអាហាគីហ្នឹងគឺសំខាន់ណាស់បាទបាទហ្វិនអ្នកគ្នាទៅលេង block fruit អត់ធ្វើយូរអំពីហាគីហ្នឹងទេគឺចប់ហើយបាទព្រោះអាហ្នឹងគឺជាធម្មពលមួយដែលខ្លាំងនិងសំខាន់បំផុតបាទអញ្ចឹងគឺខ្ញុំនឹងធ្វើវានៅពេលដែលខ្ញុំទនេបាទឥឡូវយើងធ្វើដំណើរដល់ចំណាកោះភ្នំភ្លើងហ្នឹងបាទគឺវារៀងឆ្ងាយដែរកោះហ្នឹងហើយធ្វើដំណើរមកដល់ហើយគឺយើងនឹងចុះទៅ farm វាទាំងអស់គ្នាទៅបាទយល់គឺបាក់ farm ខ្លាំងមែនទែនក្នុងកោះហ្នឹងបាទឥឡូវយើងមកដល់ហើយបាទឥឡូវយើងទៅ farm ទៅគឺកូដចៅទី1យើងត្រូវ farm ហ្នឹងគឺល្បែ300គុណហ្នឹងហើយបាទឥឡូវយើងមក farm វាទៅបាទហើយល្បែដែលយើងចាក់ចេញពីកោះហ្នឹងគឺល្បែ375បាទយើងចូលមកដល់កោះហ្នឹងល្បែ300គុណនិងចាក់ចេញល្បែ375ឥឡូវនេះគឺអ្នកគ្នានឹងឃើញហើយគឺកូនចៅវាវាយយើងត្រូវគឺបីជាខ្ញុំប្រើជាមួយនឹង fruit ដែលមានរបស់ការពារក៏កូនចៅវាត្រូវដែរបាទអញ្ចឹងគឺខ្ញុំសុំកាត់កន្លែងដែលខ្ញុំ farm ឲ្យលឿនៗហើយកុំឲ្យ2ម៉ោងណាទាំងអស់គ្នាពេកបាទអញ្ចឹងគឺយើងជួបតែម៉ោងបាទហើយខ្ញុំសុំប្រាប់អ្នកគ្នាមួយបើមិនជាខ្ញុំនិយាយសម្លេងទៅអ្នកគ្នាបាក់ស្ដាប់អត់ធ្វើបានបាទគឺខ្ញុំសុំអាជីស្រ័យផងថាខ្ញុំឈឺធ្មេញបាទគឺមូលហេតុនោះគឺដោយសារតែខ្ញុំពេលនោះខ្ញុំទនេពេកខ្ញុំ clean លៀសទៅទិញលៀស Alfie ទៅហើយទៅខ្ញុំខំលៀសនៅខំកន្លែងតាគៀបហ្នឹងគឺមិនមែនបែកលៀសទេគឺបែកធ្មេញខ្ញុំឥឡូវឈឺយកណាច់ខ្យងងាប់ហើយបាទតែអីទេអត់មានបញ្ហាទេទោះបីជាឈឺបណ្ដាក៏ខ្ញុំនៅនិយាយបានធ្វើវីដេអូបានអញ្ចឹងធ្វើទៅបាទបើមិនជាបាត់មកខ្ញុំ2-3ថ្ងៃអាហ្នឹងមានន័យថាខ្ញុំឈឺធ្មេញអត់បានចេញវីដេអូអញ្ចឹងពុកទោះផងហើយចំពោះគ្នាយើងដែលលេងជាមួយនឹង block fruit គាំងដែលលេងក្នុង top server អត់កើតបាទគឺគាំងអីចឹងទៅគឺបាក់លេងអាហ្នឹងអាចឆាតខ្ញុំបានក្នុង Telegram គឺខ្ញុំមាន free private server ឲ្យអ្នកនរគ្នាលេងគឺ private server ហ្នឹងគឺខ្ញុំទិញមកអញ្ចឹងគឺលេងបាន2ខែព្រោះទិញម្ដងវាឲ្យយើងលេង2ខែបាទអស់200ដុល្លារបុកអញ្ចឹងអ្នកគ្នាមកលេងតាមចិត្តលេងតាមសប្បាយចុះខ្ញុំឲ្យលេង free ទេបាទតែលេងគឺ form មួយគឺហាមចែកចាយឲ្យពីណាគេលេងច្រើនមកលេងអ្នកគ្នាយើងទៅព្រោះបើចែកចាយច្រើនគេចូលក្នុង server ហ្នឹងច្រើនគឺលេងដូចអ្នកគ្នាទេអញ្ចឹងលេងអ្នកគ្នាយើងទៅបាទហើយអ្នកគ្នាចូលមកកាន់ group Telegram ខ្ញុំមកគឺ link ខ្ញុំដាក់នៅខាងក្រោម description មក group Telegram ខ្ញុំដាក់ខាងក្រោមហ្នឹងហើយចូល private ហ្នឹងបើមិនជាចូលតាមលេងអត់កើតទេអាចឆាតមកខ្ញុំបានបាទគឺខ្ញុំនឹង add friend អ្នកគ្នាទៅ add friend អ្នកគ្នាបាទដើម្បីអ្នកគ្នាចូលតាម friend កើតបើមិនចូលតាមលេងអត់កើតហ្នឹងហើយបាទហើយខ្ញុំភ្លេចប្រាប់អ្នកគ្នាមួយទៀតគឺខ្ញុំមកកោះភ្នំភ្លើងហ្នឹងគឺខ្ញុំប្រើជាមួយនឹងល្បែគុណ2ដូចអ្នកគ្នាឃើញអញ្ចឹងគឺយើងវាយកូនចៅងាប់ដោះ mission វារួចគឺវាឡើងល្បែយើងគុណ2គុណ3ដល់គឺច្រើនខ្លាំងតែមូលហេតុដែលខ្ញុំដាក់ល្បែគុណ2តែកោះហ្នឹងវាប្រវាក់ហ្វាមពេញអ្នកគ្នាដូចគ្នាឃើញនៅក្នុងវីដេអូហ្នឹងគឺវាទៅខ្លាំងតែអញ្ចឹងគឺខ្ញុំត្រូវការល្បែឲ្យបានលឿនឲ្យបានឆាប់ចេញមកកោះហ្នឹងហ្នឹងក៏ខ្ញុំអត់ចង់ free pay ច្រើនមកកោះហ្នឹងដែរក៏ដាក់ល្បែគុណ2ទៅមានគ្នាយើងច្រើនខ្លាំងតែគាត់ប្រាប់ខ្ញុំឲ្យដាក់ល្បែគុណ2តែខ្ញុំសូមបញ្ជាក់ថានៅសមុទ្រទី1ហ្នឹងគឺវាហ្វាមគេតែអាកោះភ្នំភ្លើងហ្នឹងមួយទេក្រៅពីហ្នឹងគឺអីទេអញ្ចឹងខ្ញុំអត់មានមូលហេតុដែលខ្ញុំត្រូវដាក់ល្បែគុណ2ទេគឺមកដល់កោះហ្នឹងមកខ្ញុំដាក់មកអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដាក់ល្បែគុណ2កុំដាក់អីនៅសមុទ្រទី1ដាក់តែកោះភ្នំភ្លើងហ្នឹងបានហើយគឺនៅសមុទ្រទី2ទី3គឺវាប្រវាក់ហ្វាមជាងហ្នឹងទៀតបាទអញ្ចឹងគឺយើងមិនដាក់ទេចាប់ដល់ហ្នឹងចាំយើងដាក់បាទបន្ទាប់ពីការ farm អស់រយៈពេលយូរឡើយយើងទទួលបានជាមួយនឹងល្បែ325ហើយគឺយើងដល់ល្បែដែលយើងត្រូវទៅ farm ជាមួយនឹងកូនចៅថ្មីហើយគឺកូនចៅនៅលើជិតកន្លែងភ្នំភ្លើងហ្នឹងហើយតោះឥឡូវកុំឲ្យ fee មកយូរគឺយើងទៅដាក់ mission អាកូនចៅហ្នឹងទៅវាយវាដល់គ្នាទៅហើយកូនចៅហ្នឹងក៏វាមិនខុសអីពីអាកូនចៅដំបូងដែរគឺវាវាយយើងត្រូវដល់គ្នាទេវាប្រើហាគីនេះកូនចៅឡើយហ្នឹងឯងបាទក៏វាវេទនា farm ដែរយើងទៅក្នុងកោះហ្នឹងកូនចៅវាប្រើហាគីតែមិនមែនប្រើទាំងអស់ទេអ្នកគ្នាគឺកូនចៅបាទកូនចៅទី2ហ្នឹងគឺវាប្រើហាគីបាទប្រើទាំងអស់ប៉ុន្តែកូនចៅទី1ហ្នឹងគឺវាអត់ប្រើទាំងអស់ទេវាប្រើតែដូចជាមកកូនចៅ2កូនចៅទេប៉ុន្តែទោះជាយ៉ាងណាក៏យើងនៅតែប្រវាក់ហ្វាមដែរ
កូនចៅទី2គឺវាចេះប្រើហាគីមួយទៀតflash flash ហ្នឹងបលីងហ្នឹងអ្នកគ្នាហើយស្គាល់ហើយអាហ្នឹងគឺចេះប្រើហ្នឹងទេបាទអញ្ចឹងគឺវិធានាសម្រាប់យើងខ្លាំងមែនទេបាទហើយមានគ្នាយើងដែលគាត់ចង់លេងខ្ញុំសូមប្រាប់ថាបើចង់លេងខ្ញុំគឺឆានមកកាន់ Telegram ឬក៏ Facebook ឲ្យខ្ញុំមកព័ត៌មានតាក់ទងខ្ញុំដាក់នៅខាងក្រោម description អស់ហើយបាទអញ្ចឹងគឺសូមឆាតមកខ្ញុំមកគឺបានលេងជាមួយគ្នាហើយបើចង់លេងមួយខ្ញុំគឺរៀងពិបាកបន្តិចដែរដោយសារតែខ្ញុំអត់លេងនៅក្នុង Top Elite Server ទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាឃើញខ្ញុំលេងគឺចូលតាមគឺចូលអត់កើតទេដោយសារខ្ញុំលេងក្នុង private មូលហេតុគឺដូចអ្នកគ្នាដឹងហើយថា Top Elite Server គឺខ្ញុំលេងវាមិនចង់កើតទេថាវាគាំងខ្លាំងមែនទែនអញ្ចឹងក៏លេងក្នុង private ទៅវា smooth បាទមានតែយើងម្នាក់ឯងទេតែក៏មានគ្នាយើងដែលគាត់ចូលលេង private ដែរជួបខ្ញុំអីទៅក៏និយាយគ្នាលេងអីក្នុងនឹងស្វាយទៅបាទអញ្ចឹងគឺបើចង់លេងខ្ញុំគឺឆានមក Telegram ខ្ញុំមកឬក៏ Facebook មកបាទតែបើខ្ញុំនេះគឺឆានមក Telegram គឺល្អជាងដោយសារតែ Facebook គឺខ្ញុំមិនសូវចូលមើលហ្មងទេមួយថ្ងៃខ្ញុំចូលមើលតែ3ដងទេអញ្ចឹងគឺចប់ហើយតែបើ Telegram អាចនឹងខ្ញុំចូលមើលរហូតបាទគឺដោយសារខ្ញុំupload វីដេអូអីតម្លាក់នៅក្នុងហ្នឹងគ្នាយើងដឹងអញ្ចឹងទៅគឺខ្ញុំបានឃើញអ្នកគ្នាឆាត់មកហើយតែ Facebook គឺអំបិលហើយបាទនេះគឺជាគ្នាយើង2នាក់ដែលគាត់បានលេងជួបខ្ញុំនៅក្នុង private server ហ្នឹងហើយគាត់ក៏ហ្វុំចូលវីដេអូចូលអីចឹងទៅហើយខ្ញុំមានអីទេបាទហ្វុំចូលខ្ញុំដាក់ចូលទាំងអស់ហ្នឹងអត់មានរើអាងអ្វីទេបាទឲ្យតែខ្ញុំបាន record តែខ្លះតែពេលខ្លះខ្ញុំបាន record អាហ្នឹងហ្វុំទោះផងអញ្ចឹងគាត់ហ្វុំចូលវីដេអូអូខេឲ្យគាត់ចូលទៅហើយខ្ញុំក៏បានទាញជាមួយនឹងគាត់ចូលជាមួយនឹងគ្រូរបស់ខ្ញុំដែរគឺគ្រូរបស់ខ្ញុំឈ្មោះ Mr. Long Family ហ្នឹងឯងបាទបើសិនជាអ្នកនរគ្នាចង់ចូលជាមួយគ្រូរបស់ខ្ញុំដែរឆានមកកាន់ Telegram ឬក៏ Facebook មកបាទគឺលេខខ្ញុំដាក់ខាងក្រោម description ហ្នឹងឯងបាទខ្ញុំខ្លាចអ្នកគ្នារកឃើញមកឈ្មោះតែអត់ចេញហ្នឹងឯងបាទហើយវីដេអូនេះក៏ចង់អរគុណទៅកាន់ brother 2នាក់ដែរដែលលេងប៉ះខ្ញុំបាទគឺអរគុណគាត់ខ្លាំងមែនទេដែលថាគាត់មកលេងគាត់អត់មកកោខ្ញុំទេខ្ញុំទៅសប្បាយចិត្តមកតែម្ដងបាទសិនជាមកលេងប៉ះខ្ញុំអត់កោខ្ញុំហើយគាត់ជួយហ្វាខ្ញុំទៀតខ្ញុំកប់ free តែម្ដងបើសិនជាអ្នកនរគ្នាលេងប៉ះខ្ញុំអីកោខ្ញុំអីអាហ្នឹងប្រហែលជាខ្ញុំអត់លេងជាមួយទេខ្ញុំនឹងអាច live server ចេញពីហ្នឹងហើយបាទគឺសូមទោសផងព្រោះខ្ញុំអត់ចូលចិត្តឲ្យពីណាគេមកកោខ្ញុំទេតែខ្ញុំចូលចិត្តកោគេបាទហ្នឹងគឺយើងកោគេយើងសុបាយបាទតែអ្នកដែលត្រូវគេកោហ្នឹងគឺអត់សុបាយទេអញ្ចឹងគឺយកអារម្មណ៍គេខ្លះផងបាទព្រោះយើង level ធំហើយយើងមិនបាច់ទៅកោគេអីទេនេះខំខ្ញុំ level តូចថាខ្ញុំ level ធំខ្ញុំទៅកោគេដែរហើយខ្ញុំនៅមានវីដេអូដូចជា3វីដេអូទៀតដែលខ្ញុំអត់បានធ្វើសម្រាប់អ្នកនរគ្នាទេគឺខ្ញុំទោះផងពីវីដេអូគឺសំខាន់វីដេអូទី1និយាយអំពី Haki វីដេអូទី2នេះគឺនិយាយអំពីផ្លែឈើទាំងអស់ក្នុង Block Fruit បាទហើយវីដេអូទី3នេះគឺនិយាយអំពី fitting នៅក្នុង game Block Fruit បាទមានគ្នាយើងខ្លះគាត់ទុំលេងគាត់ស្គាល់អីចឹងទៅចឹងប្រហែលជាខ្ញុំនឹងធ្វើប្រាប់ជាមួយនឹងវីដេអូ3ហ្នឹងតែអត់ដឹងថាពេលណាដែរប្រហែលអាទិត្យក្រោយរៀងយូរពេកហើយមើលទៅប្រហែល2-3ថ្ងៃទៀតប្រហែលក្នុងចំណោម3វីដេអូនោះប្រហែលនឹងចេញមួយមកវីដេអូមកហើយបាទចឹងគឺសូមរងចាំទៅដោយសារតែខ្ញុំត្រូវការពេលវេលាដែរដើម្បីចេញវីដេអូបាទបន្ទាប់ពីការ farm អស់រយៈពេលយូរលើយើងទទួលបានជាមួយនឹង level 350គឺយើងដល់ level ដែលយើងទៅបំពេញជាមួយនឹង mission ថ្មីរបស់យើងបាទ mission ថ្មីរបស់យើងគឺយើងទៅវាយជាមួយនឹង Admiral Akainu បាទខ្ញុំដឹងហើយឈ្មោះអាមេហ្នឹងត្រូវឬខុសទេដោយសារក្នុង One Piece តួអង្គច្រើនពេកចឹងចាំឈ្មោះអត់អស់ទេបាទហើយទីតាំងអាមេហ្នឹងគ្មាននៅកន្លែងណាឆ្ងាយទេគឺនៅក្នុងភ្នំភ្លើងហ្នឹងហើយបាទយើងហោះមកចូលកាន់ភ្នំភ្លើងហ្នឹងមកគឺយើងនឹងឃើញមេហ្នឹងហ្នឹងហើយបាទឥឡូវយើងរើសហឹបវាមួយសិនទៅហើយចាប់ការវាតែម្ដងទៅបាទហើយអាកន្លែងនេះខ្ញុំ flow ទេបាទមិនមែនខ្ញុំកាវាយចាញ់មេហ្នឹងទេអាកន្លែងហ្នឹងខ្ញុំ flow ទេបាទខ្ញុំ flow ទេអញ្ចឹងកុំយកច្រឡំថាខ្ញុំកាតាមពិតខ្ញុំ flow ទេបាទឥឡូវកុំឲ្យបាត់បង់កិត្តិយសរបស់យើងបាទឥឡូវយើងធ្វើការលូតលាស់កុំឲ្យវាយអាមេហ្នឹង family បាទខ្ញុំចង់តឲ្យវាទេដើម្បីធ្វើឲ្យវីដេអូហ្នឹងកាន់តែល្អមើលបាទឥឡូវខ្ញុំឈប់តឲ្យវាគឺខ្ញុំវាយមែនតើទេបាទបាទឥឡូវយើងបានចាប់ការជាមួយនឹងមេ Admiral Akainu នឹងរួចហើយឥឡូវយើងគ្មានអីត្រូវធ្វើទេគឺយើងមានតែទៅ farm ទៅទៀតបាទឥឡូវក៏មកទៅប៉ែចច្រើនទៅ farm ទៀតទៅបាទ
បាទបន្ទាប់ពីការ farm ឲ្យរយៈពេលយ៉ាងយូរហើយយើងទទួលបានយក level 375ហ្នឹងគឺដល់ពេលវេលាដែលយើងត្រូវចាក់ចេញពីកោះភ្នំភ្លើងហ្នឹងហើយកោះវ៉ាក់ farm ហ្នឹងយើងទៅដល់កោះថ្មីបាទអញ្ចឹងកោះហ្នឹងគឺនៅមានរបស់2ជាតិដែលយើងត្រូវយកប៉ុន្តែខ្ញុំអត់ប្រាប់ទេទុកឲ្យគ្នាឆ្ងល់ទៅចាំវីដេអូក្រោយទៀតយើងមកយកទៅបាទហើយនេះគឺជាគ្នាយើងដែលគាត់បានលេងជួបមួយខ្ញុំហ្នឹងហើយបាទគាត់មកលេងមួយខ្ញុំទៅហើយខ្ញុំក៏បបួលគាត់មកថតរូបជុំគ្នាលេងមួយទៅបាទគឺដើម្បីទុកជាអនុស្សាវរីយ៍បាទហ្នឹងហើយអនុស្សាវរីយ៍អូខេយល់គ្រប់យ៉ាងបាទហើយវីដេអូរបស់យើងនៅក្នុងកោះភ្នំភ្លើងហ្នឹងក៏អត់មានអីច្រើនដែរគឺមានតែប៉ុណ្្នឹងទេបាទអញ្ចឹងគឺយើងនឹងជួបគ្នាក្នុងវីដេអូក្រោយទៀតកុំភ្លេច like និង subscribe ម្នាក់មួយផងខ្ញុំជិតទទួលបានជួបនឹង 2k ហើយបាទ 2k subscriber បាទបានខ្ញុំប្រហែលជាមាន challenge មួយឲ្យអ្នកគ្នាលេង voice បាយដល់គ្នាបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាទបាយបាយពីខ្ញុំបាទ Mr. Long Pro មក